ទាំងគំនូបើយើងនិយាយទៅថាទេវតាស្ដាយព្រៃណាបាទភាសាខ្មែរយើងហៅទេវតាស្ដាយព្រៃទាំងគំនូនេះខ្ញុំចង់និយាយអំពីការបាត់បង់ព្រៃឈើនៅលើពិភពលោកណាការកើនឡើងនៃកម្ដៅពិភពផែនដីយើងហ្នឹងដោយសារតែការបាត់បង់ព្រៃឈើពីមួយថ្ងៃទៅមួយថ្ងៃហើយក្នុងជំនឿខ្មែរយើងដើមឈើទាំងអស់ហ្នឹងគឺមានទេវតានៅកាលណាដល់ពេលបាត់ដើមឈើទៅដូចជាទេវតាទាំងអស់ហ្នឹងអត់មានផ្ទះនៅចឹងហើយដល់ពេលអញ្ចឹងទេវតាទាំងអស់ហ្នឹងគឺគាត់ពិបាកចិត្តមិនដឹងនៅដើមឈើណាដោយសារតែការកាត់បន្លាញព្រៃឈើទូទាំងពិភពលោកហ្នឹងវាមានទំហំធំពេកដល់ពេលអញ្ចឹងទៅដូចជាព្រៃអាម៉ាហ្សូនក៏បាត់បង់ធំអញ្ចឹងណាសំខាន់វត្តគឺឲ្យប្រជាជនទាំងអស់នៅលើពិភពលោកមិនថាខ្មែរថាបារាំងទេសូមឲ្យពួកគាត់ថែរក្សាបរិស្ថានទាំងអស់គ្នាទាំងដើមឈើទាំងទន្លេទាំងបឹងទាំងបួរទាំងការបោះចោលប្លាស្ទិកអីហ្នឹងគឺឲ្យគាត់ជួយទាំងអស់គ្នាអំពីបរិស្ថានពិភពលោកតែម្ដងបើមិនអញ្ចឹងទេនឹងដាច់ពូជថ្ងៃក្រោយណាទាំងមនុស្សទាំងសត្វទាំងស្លាប់ដូចគ្នាការបើយើងបរិស្ថានរបស់យើងខូចទាំងអស់